ខេត្តកែបត្រៀមតំបន់ត្រជាក់3ទីតាំងដើម្បីបង្កភាពសប្បាយរីករាយជូនពលរដ្ឋនិងអ្នកទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបង្កលក្ខណៈឲ្យកាន់តែមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរដែលនឹងមកលេងកម្សាន្តខេត្តកែបក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះរដ្ឋបាលខេត្តកែបបានត្រៀមរួចរាល់នៅទីតាំងសង្ក្រាន្តដែលមានរហូតដល់3ទីតាំងបន្ថែមពីនោះរដ្ឋបាលខេត្តកែបក៏បន្តត្រួតពិនិត្យជាប្រចាំនៅការរៀបចំអនាម័យបរិស្ថានសន្តិសុខស្រាប់ធ្នាប់ពិសេសណែនាំតម្រង់ទិសអាជីវករនៅបណ្ដាមូលដ្ឋានអាជីវកម្មទូទាំងខេត្តកែបក្នុងការលក់ដូរឲ្យប្រកាន់ភ្ជាប់នៅសេចក្តីថ្លៃថ្នូរក្នុងនាមជាខ្មែរលោកប៊ុនយ៉ងអភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែបបានផ្ដល់បទសម្ភាសន៍នាថ្ងៃទី10ខែបិសាចឆ្នាំ2025នេះថាដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងបង្កលក្ខណៈសប្បាយរីករាយជូនភ្ញៀវទេសចរអាជ្ញាធរបានត្រៀមនៅតំបន់ត្រជាក់ចំនួន3ទីតាំងមានឆ្នេរលេងទឹកស្រីសឆ្នេរអង្កោលនិងបរិវេណវត្តភ្នំសសៀបន្ថែមពីនោះអាជ្ញាធរខេត្តក្រោមការដឹកនាំរបស់អាយុធមបណ្ឌិតសំពិសិដ្ឋអភិបាលខេត្តកែបយើងក៏បានរៀបចំបន្ថែមនៅសោភ័ណភាពតាមបណ្ដាទីតាំងទេសចរមានការតុបតែងលម្អនិងបំពាក់ភ្លើងចម្រុះពណ៌ជាដើមយើងមាននៅក្រោយខ្នងស្រាប់បាទអញ្ចឹងយើងរៀបចំនៅខ្នងទ្វារសង្ក្រាន្តមួយអញ្ចឹងទីតាំងសង្ក្រាន្តសម្រាប់ចូលឆ្នាំនៅខេត្តកែបយើងនេះគឺយើងរៀបចំមាន3ទីតាំងបាទទី1នៅទីតាំងស្រឡាញ់ខេត្តកែបនេះទី2នៅទីតាំងឆ្នេរអង្កោលហើយនិងទី3គឺនៅភ្នំសសៀបាទអញ្ចឹងទីតាំងទី3នេះយើងមានតំបន់ត្រជាក់របស់យើងបាទហើយតំបន់ត្រជាក់នេះសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋអាចមកចូលរួមកំសាន្តគ្រប់គ្នាហើយនាំយកនូវភាពសប្បាយរីករាយបាទសម្រាប់ពិធីបុណ្យចូលឆ្នាំហើយថ្នាក់ដឹកនាំនឹងអញ្ជើញចូលរួមបាទនៅក្នុងកម្មវិធីសង្ក្រាន្តនេះបាទអញ្ចឹងសង្ក្រាន្តយើងធ្វើតាំង14 15 16តែម្ដងយើងធ្វើ3ថ្ងៃបាទហើយក្នុងនោះដែររដ្ឋបាលខេត្តក៏ធ្វើការកែលម្អសោភ័ណភាពតាមបណ្ដាទីតាំងសាធារណៈដូចជានៅខាងឆ្វេងស្ដាយខាងស្ដាំដៃយើងនេះយើងមានដាក់នៅខ្លងទ្វាររៀបចំនៅភ្លើងបំពាក់នៅពណ៌ទង់ជាតិផ្សេងដែលពេលយប់ហើយនឹងក៏ពេលថ្ងៃក៏មានសោភ័ណភាពដូចគ្នាហើយវាធ្វើឲ្យមានភាពស្រស់ស្រាយនៅទូទាំងខេត្តទូទាំងក្រុងរបស់យើងបាទហើយក្នុងនោះដែរតាមបណ្ដាផ្លូវក៏យើងរៀបចំឲ្យមានដាក់ដងទង់ជាតិបាទនិងដាក់ផ្កាលម្អដោយពណ៌ផ្សេងបាទអញ្ចឹងយើងឃើញថាការខិតខំពិសេសរបស់អាដាមដិតសំសិទ្ធអាបាលខេត្តបាទសង្ឃឹមថាចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានមកដល់ក្នុងពេលឆាប់នេះបាទនឹងនាំមកនៅសេរីសួស្តីជ័យមង្គលបុលសុខគ្រប់ប្រការបាទមកដល់ខេត្តក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកសម្រាប់លំហែកម្សាន្តបាទលោកប៊ុនយ៉ងបន្ថែមថាតាមរយៈការកាត់ខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ក្នុងការផ្ដល់នៅបដិសណ្ឋារកិច្ចក៏ដូចជាត្រៀមនៅសកម្មភាពកម្សាន្តសប្បាយនានានាឱកាសចូលឆ្នាំថ្មីនេះលោករំពឹងថាអ្នកទេសចរនឹងទទួលបាននៅស្នាមញញឹមនិងបន្សល់នៅអនុស្សាវរីយ៍ល្អៗក្រោយពេលត្រឡប់ទៅគេហដ្ឋានវិញ